បាទជំរាបសួរបងប្អូនទាំងអស់គ្នាអ្នកទាំងអស់គ្នាដែលឃើញវីដេអូប្រភេទ restoration បែបនេះទេអ្នកទាំងអស់គ្នាគិតថាវាគឺជាវីដេអូពិតឬក៏ជាវីដេអូដែលគេធ្វើឡើងដោយ AI អ្នកទាំងអស់គ្នាឃើញវីដេអូ3នេះឃើញ thumbnail ទាំង3នេះណាអ្នកទាំងអស់គ្នាមើលឲ្យច្បាស់វីដេអូមួយនេះវីដេអូមួយនេះដែលខ្ញុំកំពុងតែដាក់ម៉ៅលើហ្នឹងណាវីដេអូនេះគឺជាវីដេអូដែលជាវីដេអូពិតដែលយើងនិយាយថាជាវីដេអូស្ដែងមែនតើថតពិតដោយកាមេរ៉ាប៉ុន្តែ channel របស់គាត់ឈ្មោះថា Robert Roll មួយទៀតបងប្អូនមើលមកខាងឆ្វេងបន្តិចបងប្អូននឹងឃើញ thumbnail មួយទៀត channel របស់គាត់ឈ្មោះថា Leo AI អ្នកនរគ្នាឃើញវីដេអូរបស់គាត់នេះបាទឃើញវីដេអូរបស់គាត់នេះទីចិត្តខ្ញុំនឹងបង្ហាញបងប្អូនអរគ្នាមួយបាទតាក់ទងទៅនឹងការផលិតវីដេអូ AI នេះប៉ុន្តែខ្ញុំសូមអធិស្ឋានបងប្អូនផងដោយសារពេលវេលាខ្លីខ្ញុំធ្វើនឹងបង្ហាញនេះគ្រាន់តែជាការបង្ហាញនៅដំណាក់កាលទេខ្ញុំអត់ទាន់បានមានពេលនៅក្នុងការបង្ហាញលម្អិតទេបើសិនជាមានពេលនៅវីដេអូបន្ទាប់ខ្ញុំនឹងធ្វើវីដេអូលម្អិតមួយជាពិសេសគឺសម្រាប់បងប្អូនយើងដែលការយល់ដឹងរបស់គាត់នៅមានកម្រិតខ្ញុំនឹងធ្វើលម្អិតជូនបងប្អូនទាំងអស់គ្នាមិនសន្យាទេប៉ុន្តែខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាមួយដំណាក់កាលម្ដងនៅវីដេអូបន្ទាប់របស់ខ្ញុំថ្ងៃនេះខ្ញុំគ្រាន់តែបង្ហាញថាវីដេអូបែបនេះគឺអាចរកលុយឲ្យយើងបានទោះបីជាយើងកំពុងតែនៅផ្ទះក៏ដោយក៏យើងមានឱកាសទោះបីយើងអត់មានរោងជាងធ្វើឡានក៏ដោយទោះបីជាយើងអត់មានរោងជាងសម្រាប់ធ្វើការ restoration ទៅលើសម្ភារៈអីមួយដែលជា niche របស់យើងដែលអ្វីដែលយើងចង់បានក៏ដោយយើងអាចប្រើ AI ជំនួសយើងបានប៉ុន្តែទៅថ្ងៃខាងមុខ AI យ៉ាងណាក៏យើងអត់ដឹងដែរតែខ្ញុំជឿជាក់ថា AI កាន់តែខ្លាំងកាន់តែពូកែហើយយើងអ្នកដែលចេះប្រើ AI គឺជាអ្នកដែលរត់តាមសម័យកាលជឿនលឿនឲ្យទាន់គេទាន់ឯងអូខេអ្នកនរគ្នាមកមើលណាបាទនេះជាchannel របស់គាត់ដែលគាត់បង្ហាញអំពីការ restoration ឡានរៀងអីហ្នឹងគឺដូចមែនតើតែម្ដងហើយនៅក្នុងនោះគឺគេប្រើប្រាស់នៅ AI 3គុំគ្នាទី1គឺប្រើប្រាស់ ChatGPT ដែលខ្ញុំទៅបង្ហាញបងប្អូនអរគ្នាបន្តិចទៀតទី2គេប្រើប្រាស់Crocs AI ហើយនឹងទី3គេប្រើប្រាស់ AI សម្រាប់ផលិតវីដេអូគេអាចប្រើប្រាស់ Meta AI គេអាចប្រើប្រាស់ Grok AI ដដែលនិងគេអាចប្រើប្រាស់VO3 របស់ Gemini របស់ Google អាស្រ័យទៅលើម្ចាស់ channel ដែលគាត់យល់ថាពេលដែលគាត់ create prompt ហើយគាត់បង្កើតបាន prompt ហើយគាត់យកទៅបង្កើតយក prompt ទៅដាក់នៅក្នុង AI មួយណាដែលវីដេអូរបស់គាត់ស្អាតល្អតែគាត់ពេញចិត្តអ្នកនរគ្នាឃើញវីដេអូមួយនេះទៀតបាទវីដេអូរបស់គាត់មួយនេះក៏គាត់បាទនេះក៏ជាវីដេអូ AI ដែរដែលបងប្អូនទាំងអស់គ្នាឃើញscroll ខ្ញុំអត់ហ៊ានបើកវីដេអូនឹងទាំងអស់ទេដោយសារតែខ្ញុំអត់ចង់ឲ្យប៉ះពាល់ទៅដល់ channel របស់គេហើយអ្នកនរគ្នាអាចសិក្សាស្វែងយល់ពី channel របស់គាត់ក៏បានដែរបើមិនអ្នកនរគ្នាអាចឈានមកជំរាបទៅមុខមុនខ្ញុំអ្នកនរគ្នាចូលទៅសិក្សាឥឡូវខ្ញុំនិយាយអំពីដំណាក់កាលមួយទៅដំណាក់កាលមួយខ្ញុំ scroll ទៅឃើញច្រើនណាស់ដែលបង្ហាញនៅលើ channel របស់ខ្ញុំខ្ញុំ scroll ទៅទៀតខ្ញុំច្បាស់ជានឹងឃើញ channel ផ្សេងទៀតដែលគេធ្វើអំពី AI ដែរបាទដូចជាករណីបាទដល់ពេលយើងរកវាយ៉ាងយូរអញ្ចឹងណាអូខេដូចករណីនេះអីក៏ជា AI ដែរបាទក៏ជា AI ដែរអ្នកនរគ្នាណាមិនជារូបមិនជាវីដេអូពិតទេអូខេទៅទៀតខ្ញុំឃើញច្រើនឥឡូវនេះកំពុងតែចាប់អារម្មណ៍ផ្ទុះអានេះគឺជាវីដេអូពិតរបស់គេដែលខ្ញុំបង្ហាញបងប្អូនមិញហ្នឹងវីដេអូដែលផ្ទុះល្អ channel ដែលរីកល្អគឺបង្ហាញ show មកលើ new feed យើង show ហើយ show ទៀតអញ្ចឹងណាបាទទៀតបាទទៅក្រោមប្រហែលជាមិនសូវមានទេបើសិនជាទៅលើវិញបាទខ្ញុំចាប់ទៅលើវិញបន្តិច
bạnដូចvideo នេះអីគឺជា AI បងប្អូនអរគ្នាគឺជា AI បាទអ្នកនរគ្នាធ្វើរបៀបរបស់ចាស់អញ្ចឹងណាគឺវីដេអូផ្ទុះខ្លាំងណាវីដេអូរបស់យើងបាទមានអ្នកមើលច្រើនជាពិសេសគឺទៅអាមេរិកតែម្ដងអ្នកនរគ្នាដែលខ្ញុំនិយាយដដែលថាអ្នកនៅផ្ទះអាចធ្វើបានអូខេឥឡូវត្រឡប់ទៅយើងវិញយើងនិយាយអំពីដំណាក់កាលមួយទៅដំណាក់កាលមួយមួយ step តើយើងត្រូវធ្វើអីហើយមានអីខ្លះអ្នកនរគ្នាអាចសិក្សាស្រាវជ្រាវហើយព្រមខ្ញុំបង្កើតបានព្រមទាំងអស់ហ្នឹងហើយខ្ញុំនឹងបង្ហាញបងប្អូនអរគ្នាមួយជំហានម្ដងអូខេប៉ុន្តែខ្ញុំសូមអធិស្ឋានដោយសារពេលខ្លីហើយខ្ញុំអត់បានលម្អិតទេវីដេអូនេះបើខ្ញុំធ្វើវែងប្រហែលជាខ្ទង់1ម៉ោងហើយ1ម៉ោងនេះបើសិនខ្ញុំបង្រៀនតែម្ដងខ្ញុំបង្រៀនមួយសប្តាហ៍ហើយខ្ញុំយកមកសង្ខេបវីដេអូ1ម៉ោងប៉ុន្តែវីដេអូរបស់ខ្ញុំថ្ងៃនេះគ្រាន់តែជាការ introduction ទេមិនមែនជាការបង្ហាញអ្នកនរគ្នាមួយទេអញ្ចឹងវាប្រហែលជាខ្ទង់10នាទីទៅ13នាទី14នាទីប៉ុណ្ណឹងហើយវីដេអូបន្ទាប់ខ្ញុំនឹងធ្វើវីដេអូពេញមួយជំហានម្ដងជូនបងប្អូនអរគ្នាអូខេអ្នកនរគ្នាទៅមើលឥឡូវអ្វីដែលយើងត្រូវមានទី1អ្នកនរគ្នាត្រូវមានព្រមទាំងអស់នេះ How to make car restoration ASMR video using AI អ្នកនរគ្នាត្រូវមានវីដេអូ topic គោលបំណងនិងគោលដៅនៃវីដេអូរបស់បងប្អូនអរគ្នាហ្នឹងគឺអីគេដែលអ្នកនរគ្នាចង់បានអីគេដែលអ្នកនរគ្នាចង់ឲ្យ AI ហ្នឹងផលិតវីដេអូឲ្យបងប្អូនអរគ្នាណាបាទអញ្ចឹងអ្នកនរគ្នាត្រូវចាប់អារម្មណ៍កន្លែងហ្នឹងមួយជាចំណុចសំខាន់ទី2អ្នកនរគ្នាត្រូវមានព្រម video scene បានន័យថា video scene បានន័យថាមួយប្លង់ប្រហែលឧបមាថា12វិនាទីឲ្យវាថតអីគេ12វិនាទីឲ្យថតអីគេបាទឲ្យ AI ផលិតអីគេឲ្យអ្នកនរគ្នាទី3អ្នកនរគ្នាត្រូវមានវីដេអូព្រមបានន័យថាអ្នកនរគ្នាចាប់ផ្ដើមយកអ្វីដែលគោលបំណងរបស់អ្នកនរគ្នាហ្នឹងយកទៅដាក់នៅក្នុង VO3 បាទ VO3 របស់ Google Gemini ដើម្បីឲ្យ VO3 ហ្នឹងបង្កើតវីដេអូហ្នឹងឲ្យអ្នកនរគ្នាបាទហើយបន្ទាប់មកទៀតអ្នកនរគ្នាត្រូវមាន JSON prompt ហ្នឹងគឺយើងនឹង copy prompt ដែលយើងទទួលបានពី ChatGPT យកទៅដាក់នៅក្នុង Grok ដើម្បី Grok AI ហ្នឹង convert អាហ្នឹងឲ្យចេញទៅជាវីដេអូបែប semantic បាទអញ្ចឹងកូដទាំងអស់ហ្នឹងគឺខ្ញុំមានអស់ហើយបាទនៅតែមានឱកាសខ្ញុំបង្ហាញវីដេអូពេញទៅបងប្អូនទាំងអស់គ្នាបន្ទាប់មកទៀតអ្នកនរគ្នាត្រូវ prompt for thumbnail ក៏យើងឲ្យ AI ធ្វើឲ្យយើងដែរបាទហើយខ្ញុំសម្រាប់ខ្ញុំឥឡូវនេះខ្ញុំមើលឃើញ content នេះគឺជា content ល្អហើយសូម្បីតែខ្ញុំកំពុងតែធ្វើ content ហ្នឹងដែរបងប្អូនទាំងអស់គ្នាដែលឃើញចំណូលបានច្រើនហ្នឹងគឺភាគច្រើនគឺធ្វើ content បែប restoration ហ្នឹងឯងបាទអញ្ចឹងអ្នកនរគ្នាទៅមើលដំណាក់កាលមួយទៀតដែលខ្ញុំត្រូវធ្វើនេះគឺជាវីដេអូ topic បាទវីដេអូ topic គឺខ្ញុំឲ្យ AI ហ្នឹងផលិត ASMR car restoration បានន័យថាពេលជួសជុលឡានហ្នឹងគឺមានសំឡេងមកទាំងសំឡេងតែម្ដង full rebuild Toyota ឆ្នាំ94បាទSupra MK4 បាទដែលយើងមើលទៅហ្នឹងគឺ condition វាយ៉ាប់មែនតើដើម្បីឲ្យមើលមកថ្មីឡើងវិញបាទមានឱកាសខ្ញុំធ្វើវីដេអូនឹងជូនបងប្អូនអរគ្នាឥឡូវយើងទៅមើលអ្វីដែលអ្នកនរគ្នាត្រូវមានទី1អ្នកទាំងអស់គ្នាត្រូវបង្កើត account ChatGPT ដើម្បីសួរឧទាហរណ៍ឥឡូវខ្ញុំលើកឧទាហរណ៍មួយខ្ញុំបង្ហាញបងប្អូនអរគ្នាបន្តិចចាស់ខ្ញុំលើកឧទាហរណ៍បាទអានេះរបស់ខ្ញុំហើយនឹងអា Word នេះដូចគ្នាទេបាទដូចគ្នាទេខ្ញុំគ្រាន់តែមួយខ្ញុំដាក់នៅក្នុង text មួយខ្ញុំដាក់នៅក្នុង Word តែប៉ុណ្្នឹងឯងបាទនេះគឺ general អីចឹងណាដូចគ្នាទេអញ្ចឹងកន្លែងនេះខ្ញុំដាក់ចុះក្រោមវិញខ្ញុំបើក Word វិញកុំឲ្យបងប្អូនអរគ្នាច្រឡំអញ្ចឹងខ្ញុំ copy វីដេអូ topic វីដេអូ topic ខ្ញុំចង់ឲ្យAI ChatGPT ហ្នឹងបង្កើតជាវីដេអូបានន័យថា topic អ្វីដែលខ្ញុំចង់បានដាក់ទៅឲ្យ ChatGPT ខ្ញុំ control V ដើម្បីខ្ញុំផាសកន្លែង give me idea នេះខ្ញុំឲ្យខ្ញុំឲ្យបាន5 idea ល្អមកបាទ5 idea ល្អអញ្ចឹងខ្ញុំឲ្យ ChatGPT រកចំណងជើងឲ្យខ្ញុំរក idea ឲ្យខ្ញុំបាទអញ្ចឹង ChatGPT ឲ្យ idea មកខ្ញុំហើយថាទី1
អ្នកឯងត្រូវ restoration rebuild ឆ្នាំឡាន Chevrolet ឆ្នាំ1970បាទបានន័យថាយើងថតវីដេអូពាក់ព័ន្ធជាមួយនឹងការ restore ជួសជុលឡាន Mark Chevrolet ឆ្នាំ1970ឥឡូវយើងទៅមើល Chevrolet ឆ្នាំ1970 Mark ហ្នឹងសិនណាតើមិនរូបរាងមិនណាអញ្ចឹងខ្ញុំ control V ទៅលើ Google ខ្ញុំមើលរូបរាងឡានសិនបាទនេះរៀងចេះនេះ image មើល image ពេញហ្មង Chevrolet ឆ្នាំ1970នេះពណ៌អញ្ចឹងបាទអញ្ចឹងពេលដែលខ្ញុំមើលឡានហ្នឹងរៀងអញ្ចឹងហើយចុះអារៀងចាស់អាមើលទៅដូចថាវាចាស់មែនតើណានេះខ្ញុំ copy មកហើយខ្ញុំយកមកដាក់នៅក្នុងនេះបាទខ្ញុំមើលខ្ញុំចង់ដឹងថានេះអាកាចាស់ចេះនេះរៀងចេះបាទអូខេអូខេនេះគឺ model ឡានហ្នឹងខ្ញុំសុំទោសខ្ញុំ close YouTube ទៅដោយសារខ្ញុំលេងចូល YouTube កន្លែងនេះរូបរាងចេះបាទឬក៏រូបរាងចេះខ្ញុំឲ្យមើលរូបរាងចេះបាទ YouTube ទៀតដែរសុំទោសនេះគឺអានេះគឺជាខ្ញុំគិតថាជា AI ដែរណាជា AI ដែរបាទដើរអញ្ចឹងណាបាទខ្ញុំ close ទៅវិញនេះរៀងឆ្នាំ1970ចេះបាទ Chevrolet ហ្នឹងណាបាទអូខេហ្នឹងគឺនេះចេះអានេះប្រហែលជារូបហើយអញ្ចឹងខ្ញុំបាទនេះរៀងចេះ Chevrolet ឆ្នាំ1970អញ្ចឹងជួសជុលអាហ្នឹងអញ្ចឹងខ្ញុំបាន idea ហ្នឹងមកបាទខ្ញុំបាន idea ហ្នឹងនេះហេយើង copy idea ហ្នឹងមកយើងយកមកដាក់នៅក្នុង Word យើងដដែលហ្នឹងនៅ step ទី2ជំហានទី2នេះយើងបានយើងជំនួសកន្លែងនេះយើងជំនួសកន្លែង pass video topic មិញយើងបាន video topic មកត្រូវហ៎អញ្ចឹងយើង pass video topic កន្លែងហ្នឹងមកយើង control V មកបាទហើយខ្ញុំ copy អាហ្នឹងខ្ញុំ copy អាហ្នឹងខ្ញុំទៅប្រាប់ ChatGPT ថាបង្កើតវីដេអូឲ្យខ្ញុំឲ្យបាន full video restoration ប្រហែល15នាទីវីដេអូ YouTube បើ15នាទីទៅកាន់តែល្អអញ្ចឹងខ្ញុំ copy អាហ្នឹងមកខ្ញុំយកទៅ ChatGPT ខ្ញុំចុះក្រោមមកនេះកន្លែង message នេះខ្ញុំ control V ខ្ញុំឲ្យ ChatGPT បង្កើត scene មួយប្លង់មួយឲ្យខ្ញុំ ChatGPT ចាប់ផ្ដើមគណនាគិតមើលហើយអញ្ចឹងប្រហែលប្លង់ក្នុងមក15នាទីដែលខ្ញុំឲ្យហ្នឹងបាទអញ្ចឹង ChatGPT ចាប់ផ្ដើមគណនាប្លង់ឲ្យខ្ញុំមាន20ប្លង់ហ្នឹងខ្ញុំចាប់ផ្ដើមប្រើក្របចាប់ពីនេះទៅគឺរៀងស្មុគស្មាញបន្តិចហើយបងប្អូនអរគ្នានេះខ្ញុំគ្រាន់បង្ហាញបងប្អូនអរគ្នាធួតិចហើយវីដេអូបន្ទាប់បាទដោយសារពេលខ្ញុំខ្លីខ្ញុំធ្វើវីដេអូបង្ហាញបងប្អូនអរគ្នាបានប៉ុណ្ណឹងប៉ុន្តែខ្ញុំចង់ឲ្យអ្នកនរគ្នាចូលទៅសិក្សាបន្ថែមទៅលើវីដេអូរបស់គាត់ទាំងពីរមិញហ្នឹងដូចវីដេអូនេះអីគឺ AI ណា AI ទេបាទហើយខ្ញុំចង់ឲ្យអ្នកនរគ្នាចូលទៅមើលនេះវីដេអូរបស់គាត់Lucas AI ដើម្បីបងប្អូនអរគ្នាតែ10នាទីទេវីដេអូរបស់គាត់10នាទីប៉ុន្តែបើសិនអ្នកនរគ្នាមើលទាន់អ្នកនរគ្នាអាចឈានមកជំហានទៅមុខមុនខ្ញុំបង្កើតវីដេអូបង្ហាញបងប្អូនអរគ្នាតែបើបងប្អូនអរគ្នាអត់តន់ច្បាស់អង់គ្លេសឬក៏នៅអត់តន់យល់វីដេអូបន្ទាប់ខ្ញុំនឹងព្យាយាមរកពេលវេលាដើម្បីធ្វើវីដេអូនេះជូនបងប្អូនអរគ្នានឹងផ្ទះក៏អាចធ្វើវីដេអូ restoration រលុយបានសម្រាប់បងប្អូនអរគ្នាអូភ្លេចសម្រាប់បងប្អូនដែលត្រូវការ computer laptop desktop អីអាចមកជួបខ្ញុំសម្រាប់តម្រូវការដែលបងប្អូនត្រូវការធ្វើវីដេអូបែបណាអាចពិភាក្សាមួយខ្ញុំអាចនឹងនាំផ្លូវបងប្អូនអរគ្នាទាំងអរគ្នាទៅមុខទៀតបានអរគុណអ្នកនរគ្នាដោយសារពេលខ្លីខ្ញុំជួបបងប្អូនអរគ្នាបានប៉ុណ្ណឹងហើយជួបខ្ញុំនៅវីដេអូរបស់ខ្ញុំបន្តទៀតគំនិតច្នៃប្រឌិតរបស់យើងមួយអាចធ្វើឲ្យយើងអភិវឌ្ឍខ្លួនធ្វើឲ្យយើងខ្លាំងធ្វើឲ្យយើងឈានមកជំហានទៅមុខធ្វើឲ្យយើងឈ្នះនៅប្រទេសជិតខាងដែលកំពុងតែមាននៅអរិភាពជាមួយនឹងសត្វយើងធ្វើយ៉ាងណាយើងគឺជាជាតិសាសន៍មួយដែលស្លូតបូតស្លូតត្រង់ស្មោះត្រង់ហើយនឹងមានគុណធម៌អរគុណអ្នកនរគ្នាជួបខ្ញុំនៅវីដេអូរបស់ខ្ញុំថ្មីបន្តទៀតជំរាបលា